ថ្ងៃនេះយើងមកធ្វើម្ហូបទឹកត្រីអំពិលទុំជាមួយនឹងនំបញ្ចុកខ្មែរយើងជាដំបូងយើងទិញត្រីឡាបយ៉ាមួយហើយយើងលាងទឹកវាឲ្យបានស្អាតបន្ទាប់មកយើងដាំខ្ទះឲ្យវាក្តៅហើយចាក់ខ្លាញ់ចូលរោយអំបិលតិចតិចដើម្បីកុំឲ្យវាជាប់សាច់ត្រីជាមួយខ្ទះហើយយើងដាក់ត្រីរបស់យើងនឹងចូលទៅក្នុងខ្ទះដើម្បីបំពងវាឲ្យឆ្អិនហើយយើងដាំឆ្នាំងនៅចង្ក្រានផ្សេងទៀតហើយចាក់ទឹកត្រីចូលនៅក្នុងឆ្នាំងហ្នឹងដើម្បីឲ្យយើងធ្វើទឹកត្រីផ្អែមទាំងអស់នៅពេលដែលយើងចាក់ទឹកត្រីចូលនៅក្នុងឆ្នាំងហើយយើងកូរវាបន្តិចហើយយើងដាក់ជាមួយនឹងស្ករសរៀងឲ្យច្រើនបន្តិចដាក់ស្ករសចូលហើយយើងព្យាយាមកូរស្ករសជាមួយនឹងទឹកត្រីនឹងឲ្យវាចូលជាតិគ្នានៅពេលដែលយើងកូរវាសព្វអស់យើងដាក់អំពិលទុំចូលទៅក្នុងឆ្នាំងហ្នឹងតាមបរិមាណបងប្អូនគិតថាល្មមហើយយើងកូរអំពិលទុំជាមួយទឹកត្រីស្ករសហ្នឹងឲ្យចូលគ្នាដើម្បីឲ្យអំពិលទុំវាចេញជាតិជូរអែមហើយយើងដាក់ទឹកបន្តិចនៅក្នុងហ្នឹងកុំឲ្យវាខ្លោចឆ្នាំងហើយចាក់ទឹកចូលហើយយើងកូរវានេះវិធីធ្វើទឹកត្រីអំពិលទុំហើយយើងហាន់ខ្ទឹមសហើយនឹងសណ្តែកដីដាក់នៅក្នុងត្បាល់ហើយបុកវាចូលគ្នាយើងគិតថាត្រីរបស់យើងវាបានឆ្អិនមួយជំហានហើយយើងប្រែឲ្យវាឆ្អិនមួយជំហានទៀតកុំឲ្យវាខ្លោចពេកឲ្យវាឆ្អិនមកល្មមនៅពេលដែលទឹកត្រីរបស់យើងបានធ្វើដាំមិញហើយយើងបានកូរវាសព្វជាតិអស់យើងចាក់ចូលទៅក្នុងចានហើយយើងដាក់ប៊ីចេងបន្តិចជាមួយនឹងអំបិលរ៉ូឌីបន្តិចដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយគ្រឿងផ្សំដែលយើងត្រូវដាក់ចូលជាមួយនឹងទឹកត្រីហ្នឹងគឺមានខ្ទឹមសសណ្តែកដីខ្ទឹមក្រហមនិងស្លឹកខ្ទឹមនិងម្ទេសយើងហាន់ចូលគ្នារួចយើងចាក់ចូលទៅក្នុងទឹកត្រីដែលយើងបានលាយមិញហ្នឹងចាក់ចូលទាំងអស់ហើយយើងធ្វើការកូរវាឲ្យវាសព្វឲ្យវាចូលជាតិដើម្បីឲ្យវារសជាតិឈ្ងុយឆ្ងាញ់នៅពេលយើងកូរវាសព្វជាតិអស់យើងសាកភ្លក់វាបន្តិចតើវាមានរសជាតិយ៉ាងណាវាខ្វះអីយើងត្រូវបន្ថែមអីទៀតយើងធ្វើថែមតាមការនាំណូចិត្តរបស់យើងហើយយើងបានធ្វើទឹកត្រីរួចរាល់អស់យើងចាំត្រីឆ្អិនរយៈពេលដែលយើងចាំត្រីឆ្អិនហ្នឹងយើងមកធ្វើការបេះបន្លែដើម្បីហូបផ្ទាប់ជាមួយទឹកត្រីអំពិលទុំរបស់យើងឥឡូវនេះត្រីរបស់យើងគឺវាបានឆ្អិន 100% ហើយយើងធ្វើការដួសត្រីរបស់យើងដាក់ក្នុងចានគឺសាច់វាឡើងក្រហមផូរហើយយើងរៀបចំដាក់លើតុដើម្បីហូបជុំគ្នាទាំងអស់ហើយមុខម្ហូបនេះងាយស្រួលសម្រាប់បងប្អូនណាដែលចង់ធ្វើអាចទស្សនាវីដេអូរបស់ខ្ញុំពីរបៀបធ្វើពីដើមមកឥឡូវត្រីស្អាតកំពុងរៀបចំហូប